ភ្លើងកំពុងតែដុតប្រទេសថៃចេញពីខាងក្នុងហើយមុននេះបន្តិចអង្គការ Justice for Myanmar ដែលជាក្រុមចលនាតស៊ូមតិដើម្បីយុត្តិធម៌សម្រាប់ប្រជាជនមីយ៉ាន់ម៉ាបានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយយ៉ាងក្តៅគគុកដោយបានធ្វើការរិះគន់និងថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះរដ្ឋាភិបាលរបស់ថៃជុំវិញការសម្រេចចិត្តអញ្ជើញលោកឧត្តមសេនីយ៍ប្រជុំកំពូលមីនអងលៀងប្រធានាធិបតីនិងជាមេដឹកនាំយោធារបស់មីយ៉ាន់ម៉ាឲ្យមកធ្វើទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសថៃនាថ្ងៃទី6និងថ្ងៃទី7ខែសីហាឆ្នាំ2026នេះនៅក្នុងសេចក្តីថ្លែងការណ៍នោះអង្គការសង្គមស៊ីវិលមួយនេះបានសម្ដែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់និងបានអំពាវនាវឲ្យរដ្ឋាភិបាលរបស់ថៃបញ្ឈប់ភ្លាមនៅរាល់សកម្មភាពដែលត្រូវបានមើលឃើញថាគឺជាការសំគំនិតនៅក្នុងឧក្រិដ្ឋកម្មអន្តរជាតិជាមួយនឹងរបបយោធាមីយ៉ាន់ម៉ាព្រមទាំងបញ្ឈប់ដោយការផ្ដល់ភាពស្របច្បាប់ខុសឆ្គងទៅដល់មេដឹកនាំយោធារូបនេះលើពីនេះ Justice for Myanmar ក៏បានរិះគន់យ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថៃនៅក្នុងការនាំយកតំណាងរបបយោធាមីយ៉ាន់ម៉ាឲ្យត្រឡប់ចូលរួមនៅក្នុងក្របខ័ណ្ឌអាស៊ានឡើងវិញរួមទាំងការរៀបចំជំនួបពិភាក្សាមិនផ្លូវការរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាននិងរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាកាលពីខែកក្កដាកន្លងទៅនេះអង្គការនេះបានទាមទារឲ្យអាជ្ញាធរថៃផ្ដាច់ប្រភពហិរញ្ញវត្ថុការផ្គត់ផ្គង់អាវុធនិងប្រេងឥន្ធនៈយន្តហោះទាំងអស់ដែលផ្ញើជូនកងទ័ពយោធាមីយ៉ាន់ម៉ាព្រមទាំងបើកការស៊ើបអង្កេតនិងចាត់វិធានការផ្លូវច្បាប់ប្រឆាំងជាមួយនឹងអ្នកពាក់ព័ន្ធនៅក្នុងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមឆ្លងដែនជាមួយគ្នានេះសេចក្តីថ្លែងការណ៍ក៏បានផ្ញើសារព្រមានយ៉ាងធ្ងន់ធ្ងរទៅកាន់បណ្ដាភាគីវិស័យឯកជននិងក្រុមធុរកិច្ចដែលមានគម្រោងចូលរួមនៅក្នុងជំនួបធុរកិច្ចជាមួយនឹងលោកមីនអងលៀងថាពួកគេកំពុងតែប្រជុំមុខជាមួយនឹងហានិភ័យខ្ពស់នៅក្នុងការជួបពាក់ព័ន្ធជាមួយឧក្រិដ្ឋកម្មសង្គ្រាមដែលអាចប្រជុំមុខជាមួយនឹងវិធានការទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហគមន៍អន្តរជាតិទោះជាយ៉ាងណាក៏ដោយមុនពេលមានការចេញសេចក្តីថ្លែងការណ៍ប្រឆាំងនេះលោកស៊ីហាសាក់ភួងកេតកៅឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃបានគូបញ្ជាក់រួចជាស្រេចអំពីរបៀបរយៈសំខាន់នៃដំណើរការទស្សនកិច្ចរបស់លោកមីនអងលៀងថារដ្ឋាភិបាលថៃនឹងលើកយកប្រធានបទកិច្ចសហប្រតិបត្តិការព្រំដែនមកពិភាក្សារួមមានការបង្ក្រាបបណ្ដាញ scammer តាមអនឡាញការទប់ស្កាត់បទល្មើសគ្រឿងញៀននិងការបង្កើតក្រុមការងាររួមគ្នាដើម្បីដោះស្រាយវិបត្តិបំពុលទន្លេកុកព្រមទាំងស្ដារពាណិជ្ជកម្មតាមព្រំដែនឡើងវិញលើពីនេះភាគីថៃក៏បានរៀបចំវេទិកាធុរកិច្ចពិសេសមួយនៅឯមជ្ឈមណ្ឌលសន្និបាតជាតិសេដ្ឋកិច្ចដើម្បីអញ្ជើញអ្នកវិនិយោគថៃឲ្យទៅបណ្ដាក់ទុននៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរពាក់ព័ន្ធជាមួយនឹងចំនួនផ្ទៃក្នុងមីយ៉ាន់ម៉ាលោកស៊ីហាសាក់ក៏បានអះអាងថាថៃចង់ឃើញមីយ៉ាន់ម៉ារំកិលទៅមុខនៅដំណើរការសន្តិភាពតាមរយៈការចរចាជាមួយនឹងក្រុមប្រដាប់អាវុធជនជាតិភាគតិចហើយថៃរីករាយនៅក្នុងការជួយសម្របសម្រួលទៅលើកិច្ចការទាំងនេះនៅក្នុងការនាំយកមីយ៉ាន់ម៉ាត្រឡប់មកកាន់អាស៊ានភាគីថៃក៏បានបញ្ជាក់អំពីជំហរគាំទ្រវិធីសាស្ត្រទំនាក់ទំនងបន្តិចម្ដងដោយឈរលើគោលការណ៍គង់សង្ស៊ី5ចំណុចរបស់អាស៊ានទោះបីជាយ៉ាងណាក៏ដោយសេចក្តីថ្លែងការណ៍របស់ Justice for Myanmar បានបន្តទម្លាយអំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកងទ័ពថៃនិងរបបយោធាមីយ៉ាន់ម៉ាដូចជាការរៀបចំកិច្ចប្រជុំសម្ងាត់ស្តីអំពី drone UAV កាលពីខែមិថុនានិងជំនួបរវាងកងទ័ពអាកាសថៃជាមួយនឹងមេបញ្ជាការកងទ័ពអាកាសមីយ៉ាន់ម៉ាគឺលោកទុនអៀងដែលជាបុគ្គលត្រូវរងទណ្ឌកម្មពីអាមេរិកអង់គ្លេសសហភាពអឺរ៉ុបនិងកាណាដាព្រមទាំងការបង្កើតនូវកិច្ចសហប្រតិបត្តិការផ្នែកកងទ័ពជើងទឹកបន្ទាប់ពីការបោះឆ្នោតនាចុងឆ្នាំ2025និងដើមឆ្នាំ2026មិនត្រឹមតែប៉ុណ្ណោះសេចក្តីថ្លែងការណ៍ដដែលនេះបានអះអាងនៃការចោទប្រកាន់ថាចំណូលដែលបានមកពីការនាំចេញឧស្ម័នធម្មជាតិពីមីយ៉ាន់ម៉ាមកកាន់ប្រទេសថៃគឺជាប្រភពថវិកាដ៏ធំបំផុតរបស់ក្រុមហ៊ុនរដ្ឋមីយ៉ាន់ម៉ា Oil and Gas Enterprise ដែលត្រូវបានរបបយោធាមីយ៉ាន់ម៉ាយកទៅប្រើប្រាស់ដើម្បីទិញអាវុធនិងប្រេងឥន្ធនៈយន្តហោះចម្បាំងសម្រាប់ការបើកវាយប្រហារទៅលើប្រជាជនស៊ីវិល Justice for Myanmar បានសង្កត់ធ្ងន់ថាប្រទេសថៃបានក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់សម្រាប់ការរៀបចំទិញអាវុធរបស់ក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ាតាមរយៈប្រព័ន្ធធនាគារអន្តរជាតិបន្ទាប់ពីប្រតិបត្តិការហិរញ្ញវត្ថុស្រដៀងគ្នានៅក្នុងប្រទេសសិង្ហបុរីត្រូវបានកាត់បន្ថយយ៉ាងខ្លាំងជាមួយគ្នានេះអង្គការនេះបានទម្លាយទៀតថាមានក្រុមហ៊ុនចុះបញ្ជីនៅឯប្រទេសថៃចំនួន2ត្រូវបានរកឃើញថាបានផ្គត់ផ្គង់ប្រេងឥន្ធនៈយន្តហោះចម្បាំងដែលមានតម្លៃសរុបប្រមាណជា$80 លានអាមេរិកឲ្យទៅរបបយោធាមីយ៉ាន់ម៉ាតាមរយៈធនាគារនៅក្នុងស្រុករបស់ថៃក្រោយពេលមានការដាក់ទណ្ឌកម្មអន្តរជាតិកាលពីឆ្នាំ2023ការទម្លាយឲ្យដឹងទាំងអស់នេះបានធ្វើឲ្យសាធារណជននិងក្រុមអ្នកតាមដានភូមិសាស្ត្រនយោបាយនៅក្នុងតំបន់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទំនាក់ទំនងសេដ្ឋកិច្ចនិងយោធារវាងប្រទេសជិតខាងទាំងពីរដែលកំពុងតែរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អង្គការសិទ្ធិមនុស្សនិងសង្គមស៊ីវិលអន្តរជាតិ
បន្ថែមលើពីនេះ Justice for Myanmar ក៏បានចង្អុលបង្ហាញដោយចំទៅលើរបៀបរយៈនៃការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធ Internet Online Scam ដែលថៃលើកឡើងថាប្រសិនបើរដ្ឋាភិបាលរបស់ថៃមានបំណងពិតប្រាកដនៅក្នុងការលុបបំបាត់វិបត្តិទាំងអស់នេះថៃត្រូវតែតម្រង់ទិសវាយប្រហារទៅលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដោយផ្ទាល់ពីព្រោះរបបនេះគឺជាឫសគល់និងជាមជ្ឈមណ្ឌលនៃបណ្ដាញអាជីវកម្មឧក្រិដ្ឋកម្មទាំងអស់នោះសេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថាកងទ័ពយោធាមីយ៉ាន់ម៉ាគឺជាអ្នកខ្នងបង្អែកនិងផ្ដល់ការគ្រប់គ្រងទៅដល់ក្រុមប្រដាប់អាវុធជនជាតិភាគតិចដូចជាកងកម្លាំងការពារព្រំដែន BGF ដែលជាអ្នកក្តោបក្តាប់និងសម្របសម្រួលឲ្យមានការបង្កើតទៅជាមជ្ឈមណ្ឌល scam online ដ៏ធំៗជាច្រើននៅតាមបណ្ដោយព្រំដែននៅឯចន្លងស្ទឹងប្រវត្តិសាស្ត្រម៉ាយ៉ាវ៉ាឌីជួបព្រំដែនជាមួយនឹងប្រទេសថៃការបើកដៃឲ្យមានទីតាំងឧក្រិដ្ឋកម្ម digital ធំៗទាំងអស់នេះនៅក្បែរច្រកព្រំដែនថៃត្រូវបានគេមើលឃើញថាគឺជាប្រភពចំណូលដ៏មហិមារបស់ក្រុមប្រដាប់អាវុធនិងជាកត្តាអសន្តិសុខយ៉ាងធ្ងន់ធ្ងរទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់អាស៊ាននិងពិភពលោកដូច្នេះការពិភាក្សាជាមួយនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ាដោយមិនប៉ះពាល់ទៅលើរចនាសម្ព័ន្ធគាំទ្រនៅពីខាងក្រោយខ្នងត្រូវបានក្រុមអង្គការសង្គមស៊ីវិលចាត់ទុកថាគឺជាវិធានការដែលគ្មានប្រសិទ្ធភាពនិងមិនអាចដោះស្រាយបញ្ហាទៅដល់ឫសគល់នោះបានឡើយជាចុងក្រោយនៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ Justice for Myanmar ក៏បានអំពាវនាវយ៉ាងទទូចទៅដល់រដ្ឋាភិបាលនិងអាជ្ញាធរមានសមត្ថកិច្ចថៃឲ្យពន្យល់នឹងការបើកការស៊ើបអង្កេតនិងចាត់វិធានការចោទប្រកាន់តាមផ្លូវច្បាប់ជាប្រញាប់ប្រឆាំងជាមួយនឹងបុគ្គលទាំងឡាយដែរដែលពាក់ព័ន្ធជាមួយនឹងករណីក្រុមគ្រួសាររបស់លោកមីនអងលៀងដែលបានយកទ្រព្យសម្បត្តិបានពីអំពើពុករលួយនិងមិនស្របច្បាប់មកទិញអចលនទ្រព្យប្រណិតនៅក្នុងប្រទេសថៃអង្គការនេះយោងទៅលើរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនដែលបានចេញផ្សាយកាលពីខែមីនាកន្លងទៅដោយបានរកឃើញថាសមាជិកគ្រួសាររបស់លោកមីនអងលៀងបានចំណាយទឹកប្រាក់ប្រមាណជា98លានបាតដើម្បីទិញខុនដូនិងអចលនទ្រព្យប្រណិតនៅក្នុងគម្រោងតំបន់រ៉ាម៉ាទី9នៅក្នុងទីក្រុងបាងកកកាលពីឆ្នាំ2022ហេតុដូច្នេះ Justice for Myanmar ក៏បានទាមទារឲ្យអាជ្ញាធរសមត្ថកិច្ចថៃធ្វើការរឹបអូសអចលនទ្រព្យនិងទ្រព្យសម្បត្តិទាំងអស់នោះភ្លាមព្រមទាំងផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញជាមួយនឹងស្ថាប័នអន្តរជាតិនៅក្នុងការត្រួតពិនិត្យនិងស្វែងរកខុសត្រូវតាមនីតិវិធីច្បាប់អន្តរជាតិសេចក្តីថ្លែងការណ៍រួមទាំងអស់នេះវាបានឆ្លុះបញ្ចាំងអំពីសម្ពាធការទូតនិងការតស៊ូមតិយ៉ាងស្រួចស្រាលប្រឆាំងជាមួយដំណើរទស្សនកិច្ចរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ាមកកាន់ប្រទេសថៃនាដើមខែសីហាឆ្នាំ2026នេះបងប្អូនប្រិយមិត្តទេសនិកជនជាទីគោរពរាប់អានតាមរយៈសេចក្តីថ្លែងការណ៍របស់អង្គការ Justice for Myanmar មួយនេះវាបាននឹងកំពុងតែធ្វើឲ្យប្រទេសថៃคล้ายខ្លួនទៅជាឧក្រិដ្ឋកម្មដែលផ្សំគំនិតគ្នាជាមួយនឹងឧក្រិដ្ឋជននៅមីយ៉ាន់ម៉ាហើយតើរឿងនេះជាការពិតដែរឬទេប្រសិនបើជាការពិតតើសហគមន៍អន្តរជាតិនឹងត្រូវធ្វើចំណាត់ការយ៉ាងណាជាមួយនឹងប្រទេសថៃសូមបងប្អូនផ្ដល់ចម្លើយម្នាក់មួយនៅក្នុងប្រអប់ comment អរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ពេញចិត្តវីដេអូនេះបងប្អូនកុំភ្លេច like comment និង share ទៅកាន់បណ្ដាញសង្គមម្នាក់មួយផងចង់បានព្រឹត្តិការណ៍ព័ត៌មានជាតិនិងអន្តរជាតិអាប់ដេតជារៀងរាល់ថ្ងៃអង្គការសង្គមស៊ីវិលជាច្រើនបានចេញថ្កោលទោសរដ្ឋាភិបាលអនុទិនជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ាលោកមីនអងលៀងនៅប្រទេសថៃលោកមីនអងលៀងបានទៅដល់ទីក្រុងបាងកកនៅថ្ងៃប្រហ័សទី6ខែសីហាឆ្នាំ2026សម្រាប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល2ថ្ងៃហើយនេះគឺជាលើកដំបូងចាប់តាំងពីលោកក្លាយជាប្រធានាធិបតីមីយ៉ាន់ម៉ាក្នុងខែមេសាឆ្នាំនេះក្រោយការបោះឆ្នោតដែលរងការរិះគន់ពីអន្តរជាតិយ៉ាងណាដំណើរទស្សនកិច្ចពេលនេះបានបញ្ឆេះឲ្យមានកំហឹងនឹងការថ្កោលទោសមិនសមចៃមាត់ពីសំណាក់បណ្ដាអង្គការសង្គមស៊ីវិលនៅប្រទេសថៃដោយរិះគន់ចំទៅកាន់រដ្ឋាភិបាលរបស់អនុទិនថាការអញ្ជើញមីនអងលៀងធ្វើទស្សនកិច្ចនៅថៃប្រៀបបាននឹងការទទួលស្គាល់នូវភាពស្របច្បាប់ផ្នែកនយោបាយចំពោះការគ្រប់គ្រងបែបយោធានិងជាការមាក់ងាយមិនគិតពីភាពរងទុក្ខវេទនារបស់ប្រជាជនមីយ៉ាន់ម៉ាដែលត្រូវរបបសឹកធ្វើបាបតាមការផ្សាយរបស់ The Nation អង្គការសង្គមស៊ីវិលនានាដូចជាគណៈកម្មាធិការសម្ព័ន្ធមិត្តថៃជាមួយមូលនិធិភូមាគ្មានការរើសអើងគណៈកម្មាធិការសកម្មភាពថៃដើម្បីប្រជាធិបតេយ្យនៅភូមាសហជីពដើម្បីសេរីភាពស៊ីវិលយុទ្ធនាការដើម្បីប្រជាធិបតេយ្យប្រជាប្រិយក្រុមការងារសន្តិភាពពិភពលោកមូលនិធិវេទិកាវប្បធម៌អាស៊ីស្ដីពីការអភិវឌ្ឍនិងបណ្ដាញអង្គការសង្គមស៊ីវិលថៃផ្សេងទៀតបានចេញសេចក្តីថ្លែងការណ៍រួមថារដ្ឋាភិបាលថៃគួរតែផ្ដោតទៅលើការខាត់ខ្លួននិងការចោទប្រកាន់ជាបន្តបន្ទាប់លើលោកស្រីអ៊ុងសានស៊ូជីនិងថ្នាក់ដឹកនាំជាប់ឆ្នោតផ្សេងទៀតរបស់មីយ៉ាន់ម៉ាវិញទៅសេចក្តីថ្លែងការណ៍ដដែលបន្តថាយោធាមីយ៉ាន់ម៉ាបានអនុវត្តការចាប់ខ្លួនដោយអំពើចិនការធ្វើទរណកម្មការកេណ្ឌទ័ពដោយបង្ខំនិងការវាយប្រហារដែលសម្លាប់និងធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លួនការវាយប្រហារទាំងនោះប៉ះពាល់ខ្លាំងណាស់ដល់សហគមន៍ស៊ីវិលសាលារៀននិងមន្ទីរពេទ្យរួមទាំងប្រតិបត្តិការយោធាដែលធ្វើឡើងក្នុងអំឡុងពេលមានគ្រាអាសន្នខាងមនុស្សធម៌បន្ទាប់ពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាកាលពីឆ្នាំ2025ផងដែរ
សូមជម្រាបថាមីយ៉ាន់ម៉ាកំពុងជាប់ផុំក្នុងសង្គ្រាមស៊ីវិលយ៉ាងក្តៅគគុកដែលផ្ទុះឡើងក្រោយរដ្ឋប្រហារយោធាថ្ងៃទី1ខែកុម្ភៈឆ្នាំ2021ដឹកនាំដោយលោកមីនអ៊ុងលៀងយោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលចំនួន ACLED ចេញផ្សាយកាលពីខែកក្កដាឆ្នាំ2026មានមនុស្សយ៉ាងតិច 10,114 នាក់បានបាត់បង់ជីវិតនៅក្នុងសង្គ្រាមនេះនៅចំពោះមុខមេដឹកនាំនិងអិសរាជជនថៃលោកឧត្តមសេនីយ៍មីនអ៊ុងលៀងអួតអាងថាភូមាស្ថិតនៅលើគន្លងប្រជាធិបតេយ្យហើយចំណងមេត្រីភាពល្អជាមួយប្រទេសជិតខាងជាអាទិភាពរបស់ភូមាដើម្បីស្ថាបនាទំនាក់ទំនងប្រក្រតីភាពជាមួយសមាគមអាស៊ានបន្ទាប់ពីឈ្នះការបោះឆ្នោតដែលគ្មានគូប្រជែងលោកមីនអ៊ុងលៀងបានក្លាយជាប្រធានាធិបតីហើយលោកខំប្រឹងធ្វើនយោបាយការទូតនៅបរទេសដើម្បីស្វែងរកការទទួលស្គាល់គាំទ្រពីអន្តរជាតិជាក់ស្ដែងនៅពាក់កណ្ដាលខែមិថុនាកន្លងទៅប្រមុខដឹកនាំរបបសឹកភូមាបានធ្វើដំណើរទៅជួបប្រមុខរដ្ឋចិនលោកស៊ីជីនពីងនៅរដ្ឋធានីប៉េកាំងដើមខែកក្កដានេះទៀតបន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសថៃលោកបានបន្តទៅជួបលោកនរិនទ្រាម៉ូឌីនាយករដ្ឋមន្ត្រីឥណ្ឌានៅរដ្ឋធានីញូដេលីចូលកុំភ្លេចថាលោកមីងអ៊ុនលៀងបានឡើងក្តាប់អំណាចដោយធ្វើរដ្ឋប្រហារយោធាផ្ដួលរំលំរដ្ឋាភិបាលប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសានស៊ូជីនៅឆ្នាំ2021សហគមន៍អន្តរជាតិលែងរាប់អានភូមាហើយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ក៏ផាត់ភូមាមិនឲ្យចូលរួមកិច្ចប្រជុំអាស៊ានតែនៅក្នុងនាមជាប្រទេសក្បែរខាងនិងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនប្រទេសថៃតែងតែគាំទ្រភូមារហូតមកនៅពេលនេះទៀតនាយករដ្ឋមន្ត្រីថៃលោកអនុทิน ឆាន់វរៈគូនក៏ថែមទាំងបានបញ្ជាក់ចំហថារដ្ឋាភិបាលទីក្រុងបាងកកគាំទ្រពេញទំហឹងឲ្យភូមាបន្តស្ថិតនៅក្នុងតំបន់អាស៊ានចំពោះមេដឹកនាំថៃសន្តិភាពនិងការអភិវឌ្ឍនៃប្រទេសជិតខាងទាំងពីរមានចំណងតាក់ទងគ្នាយ៉ាងស្អិតរមួតជាង5ឆ្នាំក្រោយពីរដ្ឋប្រហារភូមាប្រទេសនេះធ្លាក់នៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃដែលបណ្ដាលឲ្យប្រជាជនស្លាប់យ៉ាងតិច 10,000 នាក់ប្រជាជនភូមាភៀសខ្លួនច្រើនលានអ្នកទៅកាន់ប្រទេសជិតខាងចំនួនប្រដាប់អាវុធភូមាក៏បានបង្កលក្ខណៈអំណោយផលទៅដល់បណ្ដាញក្រុមជនខិលខូចជួញដូរមនុស្សនិងគ្រឿងញៀនហើយឧក្រិដ្ឋកម្មឆបោកអនឡាញក៏កាន់តែរីករាលដាលនៅបណ្ដោយព្រំដែនម្ល៉េះហើយប្រទេសថៃចង់ជំរុញឲ្យភូមាត្រូវប្រឹងប្រែងឲ្យកាន់តែសកម្មនៅក្នុងយុទ្ធនាការទប់ស្កាត់និងបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មឆបោកអនឡាញនេះបើតាមរដ្ឋមន្ត្រីការបរទេសថៃដោយសង្ឃឹមថាសំណុំរឿងឆបោកអនឡាញត្រូវជជែកពិភាក្សាគ្នាលម្អិតនេះឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់មេដឹកនាំភូមានៅថៃតែយ៉ាងណាក៏ដោយវត្តមានរបស់ឧត្តមសេនីយ៍មីនអ៊ុងលៀងនៅពេលនេះស្ថិតនៅក្រោមសម្រែករបស់ហ្វូងបាតកោភូមានិងថៃដែលជួបសម្ដែងមតិនៅមុខស្ថានតំណាងអង្គការសហប្រជាជាតិប្រចាំរដ្ឋធានីបាងកកដោយចាត់ទុកប្រមុខដឹកនាំរបបសឹកភូមាថាជាមេឧក្រិដ្ឋជនបាតកោប្រកាសបដិសេធមិនស្វាគមន៍រូបលោកទេទន្ទឹមនឹងគ្នានេះដែរអង្គការសិទ្ធិមនុស្សចំនួន16បានធ្វើសេចក្តីថ្លែងការណ៍រួមគ្នាដោយពន្យល់រដ្ឋអំណាចថៃថាការទទួលស្គាល់របបសឹកភូមាជារដ្ឋាភិបាលស្របច្បាប់នឹងមិននាំឲ្យមានសន្តិភាពនៅក្នុងតំបន់ឡើយតែផ្ទុយទៅវិញវាកាន់តែពន្យាពេលឲ្យពួកយោធាភូមាបង្កអំពើហិង្សាបំប៉នភ្នក់ភ្លើងសង្គ្រាមស៊ីវិលហើយប្រជាជនភូមានឹងបន្តជួបទុក្ខសោកវេទនារ៉ាំរ៉ៃជាយូរអង្វែងតទៅទៀតសង្គ្រាមជាង1ឆ្នាំជាមួយកម្ពុជាធ្វើឲ្យថៃខាតបង់កម្លាំងពលកម្មជាច្រើនព្រោះពលករខ្មែររត់ចូលស្រុកវិញដូច្នេះហើយនៅថ្ងៃប្រហ័សទី6សីហានេះថៃនិងភូមាបានចុះកិច្ចព្រមព្រៀងសហការគ្នានៅក្នុងវិស័យការងារប្រិមត្តទស្សនិកជនអំពើហិង្សាបង្កឡើងដោយក្រុមចលនាបះបោរនៅភាគខាងត្បូងប្រទេសថៃនៅក្នុងរយៈពេលចុងក្រោយនេះមិនត្រឹមតែធ្វើឲ្យរដ្ឋាភិបាលលោកអនុទីនឈឺក្បាលនៅក្នុងការដោះស្រាយបញ្ហាអសន្តិសុខផ្ទៃក្នុងប៉ុណ្ណោះទេថែមទាំងធ្វើឲ្យមានភាពល្អកកជាមួយនឹងប្រទេសជិតខាងម៉ាឡេស៊ីដែលតែងតែផ្ដល់វេទិកាសម្របសម្រួលផ្សះផ្សានៅចំនួនផ្ទៃក្នុងនៅភាគខាងត្បូងប្រទេសថៃនេះផងដែរតើអំពើហិង្សានៅក្នុងរយៈពេលចុងក្រោយនេះធ្វើឲ្យទំនាក់ទំនងថៃនិងម៉ាឡេស៊ីមានភាពល្អកកយ៉ាងណានោះនៅក្នុងព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិលោករ៉ាន់រ៉ឺនឹងចូលខ្លួនមកជម្រាបជូនជំវិញរឿងរ៉ាវទាំងអស់នេះលោករ៉ាន់រ៉ឺឃើញថានៅក្នុងរយៈពេលចុងក្រោយនេះអំពើហិង្សានៅភាគខាងត្បូងប្រទេសថៃគឺហាក់មានភាពផ្ទុះខ្លាំងតើកត្តាអ្វីដែលជំរុញឲ្យចលនាបះបោរនោះងើបឡើងវិញនៅក្នុងរយៈពេលនេះបាទម៉ាឡេជាការពិតហើយនៅភាគខាងត្បូងប្រទេសថៃយើងឃើញមានការងើបឡើងនៅការបះបោរជាពិសេសគឺការដាក់បង្កៃគ្រាប់បែកជាបន្តបន្ទាប់ហើយជារៀងរាល់ស្ទើរតែរៀងរាល់ខែហើយជារៀងរាល់ពេលនៃការផ្ទុះអាវុធម្ដងយើងឃើញមានអំពើហិង្សាហ្នឹងវាស្រួចស្រាលមែនទែនហើយយ៉ាងក្តៅកគុក
ហើយនៅក្នុងនោះគឺថាការវាយប្រហាររបស់ក្រុមបះបោរដែលគេធ្វើឡើងដែលមានការចោទប្រកាន់ថាជាការបះបោររបស់ក្រុមចលនាអ៊ីស្លាមឬក្រុមចលនារំដោះជាតិរបស់ប្រជាជននៅភាគខាងត្បូងប្រទេសថៃហ្នឹងគឺថាសម្ដៅទៅដល់ក្រុមសន្តិសុខឬក៏ថាកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសថៃតែម្ដងដូច្នេះហើយនេះគឺជាអ្វីដែលមានការកត់សម្គាល់អំពីការផ្ទុះឡើងនៅអំពើហិង្សាហើយកត្តាសំខាន់ដែលយើងឃើញក្នុងពេលកន្លងមកគឺថាការបះបោរនេះវាកើតឡើងនៅរៀងរាល់ពេលដែលរដ្ឋាភិបាលរបស់ប្រទេសថៃហ្នឹងគឺថាមានភាពមមាញឹកឬក៏ថាមានភាពអសកម្មនៅក្នុងការដោះស្រាយបញ្ហានៅភាគខាងត្បូងតែម្ដងហើយនៅក្នុងនោះគឺថានៅក្នុងពេលនេះរដ្ឋាភិបាលរបស់ប្រទេសថៃគឺរបស់លោកអនុទីនគឺថាមានភាពមានប្រឈមបញ្ហានៅក្នុងប្រទេសជាច្រើនហើយជាពិសេសគឺมันបានយកចិត្តទុកដាក់ដោះស្រាយបញ្ហានៅភាគខាងត្បូងដូច្នេះហើយការធ្វើចលនានៃការបះបោរឬក៏ថាធ្វើចលនាឲ្យមាននៅផ្ទុះអំពើហិង្សាផ្សេងៗគឺជាចេតនាមួយអំពីក្រុមបះបោរនោះដើម្បីទាមទារការចាប់អារម្មណ៍ពីសំណាក់អន្តរជាតិក៏ដូចជារដ្ឋាភិបាលថៃដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ពួកគេនេះហើយគឺជាអ្វីដែលយើងឃើញថានៅពេលណាក៏ដោយឲ្យតែរដ្ឋាភិបាលរបស់ប្រទេសថៃគឺមានភាពដូចថាមានបញ្ហាផ្ទៃក្នុងកាន់តែច្រើនចលនានៅភាគខាងត្បូងក៏បានផ្ទុះឡើងទន្ទឹមគ្នាដែរហើយយើងឃើញនៅក្នុងរយៈពេលចុងក្រោយហ្នឹងគឺថាបញ្ហាជាមួយនឹងប្រទេសម៉ាឡេស៊ីតាក់ទងទៅនឹងពាណិជ្ជកម្មគ្រឿងសមុទ្រក៏មានការផ្ទុះឡើងនៅវិវាទរវាងប្រទេសរដ្ឋាភិបាលថៃនិងម៉ាឡេស៊ីហើយរដ្ឋាភិបាលថៃខ្លួនឯងគឺថាប្រឈមទៅនឹងបញ្ហាជាច្រើននៅក្នុងផ្ទៃក្នុងប្រទេសដូច្នេះហើយការបះបោររបស់ក្រុមចលនាផ្ដាច់ខ្លួនឬក៏ថាទាមទារឯករាជ្យរបស់ភាគខាងត្បូងនោះគឺថាតែងតែកើតមាននៅចន្លោះពេលនេះជាអ្វីដែលយើងឃើញអំពីការផ្ទុះឡើងនៅហិង្សាដ៏ក្តៅកគុកឬក៏ថាខ្លាំងក្លាក្នុងរយៈពេលចុងក្រោយនេះបាទចាសង្កេតឃើញថាការផ្ទុះនៅអំពើហិង្សាប្រដាប់អាវុធនេះក៏បានជំរុញឲ្យចាម៉ាឡេស៊ីនិងថៃគឺមានភាពល្អកកនឹងគ្នាផងដែរតើរឿងរ៉ាវទាំងអស់នេះវាជាប់ពាក់ព័ន្ធគ្នាយ៉ាងដូចម្តេចដែរលោករ៉ាន់រ៉េបាទជាការពិតហើយវាជាប់ពាក់ព័ន្ធគ្នាដោយសារតែកន្លងមកគឺថានៅពេលណាក៏ដោយដែលអំពើហិង្សាផ្ទុះឡើងនៅខេត្តជាប់ព្រំដែនរបស់ម៉ាឡេស៊ីនិងថៃគឺថានៅភាគខាងត្បូងថៃគឺគេថា Southernmost Thailand province ហ្នឹងគឺជាខេត្តដែលជាប់ទៅនឹងខេត្តរបស់ប្រទេសម៉ាឡេស៊ីហើយការដែលវាភ្ជាប់តាក់ទងគ្នាដោយសារតែមានការចោទប្រកាន់មួយចំនួនដែលថាក្រុមបះបោរប្រដាប់អាវុធដែលបង្កហិង្សាអំពើហិង្សាបង្កាយគ្រាប់បែកឬក៏បំផ្ទុះគ្រាប់បែកនៅតាមស្ថានីយ៍ប្រេងឥន្ធនៈនៅតាមម៉ាតនៅតាមទីសាធារណៈផ្សេងៗហ្នឹងគឺថាតែងតែរត់គេចខ្លួនបានហើយការរត់គេចខ្លួននោះត្រូវបានផ្សារភ្ជាប់ថាបានរត់គេចខ្លួនទៅប្រទេសម៉ាឡេស៊ីដូច្នេះហើយនេះគឺជារឿងរ៉ាវដែលធ្វើឲ្យមានភាពល្អកកក្នុងទំនាក់ទំនងរវាងប្រទេសថៃហើយនិងម៉ាឡេស៊ីនិយាយមែនតើគឺថាអាជ្ញាធររបស់ម៉ាឡេស៊ីគឺទាមទារឲ្យថៃបង្ហាញផុសតាងអំពីហេតុផលឬក៏ថាអំពីការរត់គេចខ្លួនដែលក្រុមសម្បះបោរនោះត្រូវបានផ្សារភ្ជាប់ថារត់ទៅក្នុងប្រទេសម៉ាឡេស៊ីនេះហើយគឺជាអ្វីដែលធ្វើឲ្យប្រទេសថៃនិងម៉ាឡេស៊ីហ្នឹងគឺមានភាពល្អកកនឹងគ្នានៅក្នុងការទំនាក់ទំនងចុងក្រោយនេះជាពិសេសគឺថាក្នុងរវាងក្រុមមេបញ្ជាការសន្តិសុខឬក៏ថាមេប៉ូលីសនៅក្នុងខេត្តជាប់ព្រំដែនតែម្ដងបាទចាលោករ៉ាន់រ៉េជំវិញអំពើហិង្សានៅភាគខាងត្បូងប្រទេសថៃនេះតើរដ្ឋាភិបាលលោកអនុទីនបានដាក់ចេញនៅវិធានការអ្វីខ្លះដើម្បីទប់ស្កាត់អំពើហិង្សានេះកន្លងមកយើងឃើញរដ្ឋាភិបាលរបស់លោកអនុទីនតាំងពីក្នុងកំឡុងពេលផ្ទុះអាវុធជាមួយនឹងកម្ពុជាក៏ដោយក្នុងពេលនេះក៏ដោយគឺថាតែងតែដាក់ពង្រាយក្រុមសន្តិសុខឬក៏ថាក្រុមយោធានៅភាគខាងត្បូងហើយរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងនៅក្នុងពេលផ្ទុះខ្លាំងក្នុងពេលកន្លងមកគឺថារដ្ឋាភិបាលរបស់ប្រទេសថៃនេះគឺបានសម្រេចដាក់ក្នុងខេត្តភាគខាងត្បូងហ្នឹងនៅក្នុងគ្រាអាសន្នក៏មានដែរហើយប៉ុន្តែនៅក្នុងការផ្ទុះរយៈពេលចុងក្រោយនៅក្នុងចុងខែកក្កដាកន្លងទៅនេះគឺថាมันបានដាក់នៅវិធានការរហូតដល់ដាក់ខេត្តទាំង3នៅក្នុងភាគខាងត្បូងថៃជាស្ថិតនៅក្នុងគ្រាអាសន្នទេក៏ប៉ុន្តែរដ្ឋាភិបាលថៃគឺថាបានបង្កើននៅការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងនេះគឺជាអ្វីដែលយើងឃើញបែបនេះហើយការដាក់ពង្រាយសន្តិសុខឬក៏ថាកងកម្លាំងប្រដាប់អាវុធរបស់ថៃហ្នឹងគឺថាមាននៅគ្រប់ទីកន្លែងគ្រប់ច្រកល្ហកប៉ុន្តែទោះបីជាការដាក់ពង្រាយសន្តិសុខច្រើនយ៉ាងណាក៏ដោយអំពើហិង្សាគឺតែងតែកើតមានហើយតែងតែមានភាពឆក់ល្វែងដែលអាចឲ្យក្រុមបះបោរឬក្រុមបង្កាយគ្រាប់បែកអីផ្សេងៗហ្នឹងតែងតែធ្វើចលនាឬធ្វើសកម្មភាពបាននេះហើយជាអ្វីដែលយើងឃើញពីការរឹតបន្តឹងផ្នែកសន្តិសុខរបស់ប្រទេស
ទេសថៃទន្ទឹមនឹងនោះដែរគឺថារដ្ឋាភិបាលរបស់លោកអនុទីនក៏មានផែនការទៅជួបម៉ាឡេស៊ីដើម្បីដោះស្រាយឬក៏ថាដើម្បីវាស់វែងអំពីការចរចាឡើងវិញរវាងក្រុមបាស្បោនៅភាគខាងត្បូងរបស់ប្រទេសថៃហ្នឹងជាមួយនឹងរដ្ឋាភិបាលថៃដោយសារតែកន្លងមកគឺថារដ្ឋាភិបាលរបស់ម៉ាឡេស៊ីគឺតែងតែផ្ដល់នៅការគ្រប់គ្រងឬក៏ថាធ្វើជាអ្នកសម្របសម្រួលរវាងក្រុមបះបោនៅភាគខាងត្បូងថៃនិងរដ្ឋាភិបាលថៃដូច្នេះហើយនេះគឺជាការវិធានការរបស់រដ្ឋាភិបាលថៃដែលតែងតែធ្វើក្នុងពេលកន្លងមកសម្រាប់ការគ្រប់គ្រងចលនាបះបោនៅភាគខាងត្បូងនោះបាទចាតាមការលើកឡើងរបស់លោកបើទោះបីជាមាននៅវិធានការចានៅក្នុងការទប់ស្កាត់នៅក្រមចលនាបះបោក៏ដូចជាទប់ស្កាត់នៅអំពើហិង្សានៅភាគខាងត្បូងប្រទេសថៃក៏ពិតមែនប៉ុន្តែក៏នៅតែអាចកើតមាននៅបញ្ហាតាមរយៈការឆក់ល្វែងឬក៏ចាចលនារបស់ក្រុមបះបោទាំងអស់នេះតើគិតថាការដាក់នៅវិធានការឬការបង្ក្រាបនេះវាមានផលលំបាកឬក៏ស្មុគស្មាញយ៉ាងណាសម្រាប់រដ្ឋាភិបាលប្រទេសថៃនេះជាការពិតហើយរដ្ឋាភិបាលរបស់ថៃគឺពីមួយចំនួនទៅមួយចំនួនឬក៏ថាពីបកមួយទៅបកមួយតែងតែរួងការលំបាកនៅក្នុងការដោះស្រាយនៅបញ្ហាភាគខាងត្បូងកត្តាដែលលំបាកដោះស្រាយបំផុតដោយសារតែប្រជាជននៅភាគខាងត្បូងរបស់ប្រទេសថៃគឺជាពិសេសនៅក្នុងខេត្តនរាធិវត្តខេត្តផាតានីហើយនិងខេត្តយ៉ាឡាដែលជាខេត្តនៅភាគខាងត្បូងបំផុតរបស់ថៃគឺជាខេត្តមួយដែលមានប្រជាជនមូស្លីមច្រើនលើសលប់នៅក្នុងនោះហើយគឺអ្វីដែលតាមការស្រាវជ្រាវរបស់អ្នកសិក្សាផ្សេងៗជាពិសេសមានសាកលវិទ្យាល័យជាតិអូស្ត្រាលីជាដើមគឺបានបង្ហាញឲ្យឃើញថាដោយសារតែគម្លាតនៃការអភិវឌ្ឍរវាងរដ្ឋាភិបាលកណ្ដាលនិងខេត្តនៅភាគចុងកាត់មាត់ញោកអញ្ចឹងនិយាយអញ្ចឹងចុះជាខេត្តមួយដែលនៅឆ្ងាយគឺជាការគម្រាមផ្នែកសេដ្ឋកិច្ចអញ្ចឹងហើយប្រជាជននៅក្នុងខេត្តភាគខាងត្បូងដែលប្រជាជនដែលកាន់សាសនាមូស្លីមភាគច្រើនគឺតែងតែធ្វើចលនាបះបោប្រឆាំងទៅនឹងគោលនយោបាយក៏ដូចជាការទាមទារនៅសិទ្ធិស្វ័យភាពរបស់ពួកគេនៅក្នុងនោះយើងឃើញថានៅក្នុងខេត្តនរាធិវត្តដែលជាខេត្តមួយដែលមានអំពើហិង្សាផ្ទុះឡើងខ្លាំងឬក៏ថាការស្លាប់កងសន្តិសុខក៏ដូចជាប្រជាជនរបស់ថៃច្រើនជាងគេបំផុតហ្នឹងគឺថាមានប្រជាជនដែលកាន់សាសនាមូស្លីមហ្នឹងរហូតដល់82រហូតឬក៏ថារហូតដល់ 89% ហើយនៅក្នុងនោះខេត្តប៉ាតានីក៏មានប្រជាជនកាន់សាសនាមូស្លីមហ្នឹងមានច្រើនរហូតដល់88ទៅដល់ 89% ហើយនៅខេត្តយ៉ាឡាគឺមានចន្លោះពី72ទៅដល់ 82% នៃប្រជាជននៅក្នុងខេត្តនឹងសរុបដែលបង្ហាញឲ្យឃើញថាប្រជាជននៅក្នុងខេត្តទាំង3ហ្នឹងគឺភាគច្រើនគឺប្រជាជនដែលកាន់សាសនាមូស្លីមហើយអ្វីដែលយើងឃើញគឺថាប្រជាជនអំពើហិង្សានៅក្នុងខេត្តទាំង3ហ្នឹងគឺបានផ្ទុះឡើងខ្លាំងហើយចាប់តាំងពីបើតាមរបាយការណ៍នៃការកត់ត្រាកន្លងមកគឺចាប់ពីឆ្នាំ2004រហូតមកដល់ពេលថ្មីចុងក្រោយគឺថាអ្នករងគ្រោះនៅក្នុងអំពើហិង្សានៃការបំទុះគ្រាប់បែកការបង្កាយគ្រាប់បែកអីផ្សេងនេះគឺថាមានរហូតដល់ជាង200,000 នាក់ដែលបានរងគ្រោះហើយនៅក្នុងនោះគឺថាប្រមាណជា 7,800 នាក់គឺបានស្លាប់ហើយជាង 14,800 នាក់គឺបានរងរបួសដោយសារតែអំពើហិង្សានោះហើយភាគច្រើនគឺថាការស្លាប់ការរបួសគឺសំដៅទៅលើកងសន្តិសុខឬក៏ថាកងទាហានរបស់ថៃតែម្ដងអញ្ចឹងហើយការស្លាប់ភាគច្រើនគឺសំដៅទៅលើក្រុមដែលមានជំនាញសន្តិសុខរបស់អាជ្ញាធរថៃនេះហើយគឺជាអ្វីដែលយើងឃើញថាមានការលំបាកស្មុគស្មាញនៅក្នុងការដោះស្រាយរបស់រដ្ឋាភិបាលកណ្ដាលរបស់ប្រទេសថៃទៅលើការបង្ក្រាបឬក៏ថារោគដំណោះស្រាយទៅលើចលនាបះបោនៅភាគខាងត្បូងរបស់ប្រទេសថៃនោះបាទចាលោកបានតែបើតាមដឹងរដ្ឋាភិបាលថៃលោកអានូទីនគឺមានគម្រោងទៅជួបនឹងភាគីម៉ាឡេស៊ីដើម្បីនិយាយគ្នាអំពីចលនាបះបោនៅភាគខាងត្បូងប្រទេសថៃប៉ុន្តែក៏បានលុបចោលទៅវិញហេតុអ្វីបានជាអានូទីនលុបចោលនៅការទៅជួបជាមួយនឹងភាគីម៉ាឡេស៊ីបែបនេះបាទបើតាមការផ្សព្វផ្សាយក្នុងពេលកន្លងមកយើងឃើញថារដ្ឋាភិបាលរបស់លោកអនុទីនមានផែនការទៅជួបរដ្ឋាភិបាលរបស់ម៉ាឡេស៊ីអញ្ចឹងមែនក៏ប៉ុន្តែក្រោយមកគឺត្រូវបានផ្អាកវិញដោយសារតែអំពើហិង្សាផ្ទុះឡើងខ្លាំងពេកក្នុងរយៈពេលចុងក្រោយដែលតាមសេចក្តីរាយការណ៍នានាបានបង្ហាញឲ្យឃើញថារដ្ឋាភិបាលថៃគឺក្រុងនឹងវាយតម្លៃឡើងវិញអំពីគោលនយោបាយរបស់រដ្ឋាភិបាលកណ្ដាលចំពោះប្រជាជនក៏ដូចជាក្រុមបះបោនៅភាគខាងត្បូងរបស់ប្រទេសថៃដើម្បីការវាយតម្លៃនេះគឺដើម្បីសិក្សាមើលថាតើអាចនឹងដាក់ចេញនូវគោលនយោបាយអ្វីថ្មីសម្រាប់ពួកគេជាដើមដើម្បីធ្វើយ៉ាងណារកវិធីដោះស្រាយថ្មីដែលវិធីដោះស្រាយចាស់ដែលចាប់ផ្ដើម
ដោះស្រាយឬក៏ចាប់ផ្ដើមចរចាតាំងពីឆ្នាំទសវត្សរ៍ឆ្នាំ2000មករហូតមកហ្នឹងគឺថាមិនទទួលបាននៅលទ្ធផលផ្លែផ្កាដែលក្រុមបះបោហ្នឹងទទួលយកទេអញ្ចឹងរាល់ពេលដែលមានបញ្ហាផ្សេងដែលពិបាកនឹងស្មុគស្មាញនៅក្នុងផ្ទៃក្នុងកណ្ដាលគឺថាចលនាបះបោគឺតែងតែកក្រើកឡើងវិញហើយដូច្នេះហើយការលុបចោលឬក៏ថាការផ្អាកដំណើរដែលប៉ងក្រុងធ្វើឡើងនោះគឺត្រូវរៀបចំឲ្យមានការរៀបចំនៅគោលនយោបាយឡើងវិញដែលជាការផ្សព្វផ្សាយដែលយើងឃើញរហូតដល់ពេលនេះដូច្នេះហើយទាំងនេះគឺសុទ្ធសឹងតែជាការបង្ហាញឲ្យឃើញថារដ្ឋាភិបាលថៃគឺកំពុងតែប្រឹងប្រែងរកដំណោះស្រាយថ្មីដើម្បីដាក់ជូនទៅឬក៏ថាជជែកជាមួយនឹងក្រុមបះបោតែម្ដងហើយក្រុមបះបោយើងដឹងហើយថាជាការទាមទារនៅសិទ្ធិស្វ័យភាពមួយហើយក៏ដូចជាការទាមទារនៅការនៅឯករាជ្យភាពរបស់ពួកគេផងដែរដែលកន្លងមកយើងឃើញថាក្រុមមូស្លីមគឺតែងតែធ្វើចលនាបែបនេះដោយសារតែមិនចង់រស់នៅក្រោមគំនាបឬក្រោមនឹមដែលគ្រប់គ្រងដោយរដ្ឋាភិបាលកណ្ដាលរបស់ប្រទេសថៃនោះបាទចាសសូមអរគុណលោករ៉ាន់រយដែលបានជម្រាបជូនជុំវិញរឿងរ៉ាវអំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ